កុំជន់ក្បាលគេដែលបីឲ្យខ្លួនឯងបានឡើងទៅខាងលើអំណាចដែលពិតប្រាកដមិនមែនបានមកពីការបញ្ជាទេតែវាបានមកពីការគោរពដែលមនុស្សជុំវិញខ្លួនផ្ដល់ឲ្យបារមីមិនមែនជាអ្វីដែលបង្កើតឡើងមកបានដោយតំណែងតែវាបានមកពីការធ្វើអំពើល្អដែលធ្វើឲ្យមនុស្សចង់ដើរតាមកុំគិតថាការទម្លាក់កំហុសឲ្យអ្នកដទៃហើយយកចំណុចល្អដាក់ឲ្យខ្លួនឯងនឹងនាំខ្លួនឯងទៅបានឆ្ងាយអីព្រោះថានៅចុងក្រោយហើយទោះបីជាអ្នកនៅខ្ពស់ខ្លាំងប៉ុណ្ណាបើសិនជាគ្មាននរណាគេម្នាក់គោរពក៏ប្រៀបដូចជាឈុំអ្នកឯងនៅកន្លែងដែលគ្មានអ្វីទាល់តែសោះកម្មពៀវាអាចនឹងមិនប្រញាប់មកពេកទេតែវានឹងមកទៀងពេលជានិច្ចជីវិតមានឡើងក៏ត្រូវតែមានចុះបុណ្យស័ក្តិតំណែងគេឈ្មោះទាំងអស់នេះសិតតែជាសមិទ្ធកម្មវាគ្មានអ្នកណាគេអាចមានវាបានគង់វង្សទៅរហូតឡើយការគោរពស្រឡាញ់ពិតមិនមែនបានមកពីការគេធ្វើយកចិត្តយើងទេតែបានមកពីការដែលគេគោរពស្រឡាញ់យើងចេញពីចិត្តពិតមែនលើកជាឧទាហរណ៍បើសិនជាអ្នកធ្វើជាមេគេនៅកន្លែងធ្វើការមួយបុគ្គលិក5ទៅ10នាក់ដែលអ្នកគ្រប់គ្រងតែនៅពេលដែលមានបញ្ហាអ្វីអ្នកចូលចិត្តតែបន្ទោសមិនយកហេតុផលមកនិយាយច្បាស់ណាស់បុគ្គលិកទាំងអស់គេពិតជាមិនចូលចិត្តអ្នកទេតែបើឲ្យគេបង្ហាញចេញមកនៅមុខអ្នកវាពិតជាទៅមិនរួចឡើយព្រោះតែពួកគេយកប្រាក់ខែពីអ្នកតែក្រោយខ្នងអ្នកមិនដឹងទេថាពួកគេស្អប់អ្នកខ្លាំងប៉ុណ្ណាផ្ទុយទៅវិញបើអ្នកជាមេដែលមានហេតុផលមានបញ្ហាអ្វីមួយលើកយកហេតុផលមកនិយាយមកណែនាំពួកគេនឹងបានឃើញពីកំហុសឆ្គងខ្លួនឯងហើយថែមទាំងគោរពអ្នកទៀតផងព្រោះថាអ្នកគឺជាមេដែលចូលទៅអង្គុយក្នុងចិត្តពួកគេមិនមែនត្រឹមតែមកអង្គុយលើក្បាលតុធ្វើមេគេអ្វីដែលសំខាន់នោះគឺសច្ចៈនិយាយអ្វីចេញទៅហើយត្រូវតែធ្វើបើមិនចង់ឲ្យមនុស្សគ្រប់អ្នកអស់ជំនឿចិត្តលើមូលដ្ឋានគ្រឹះនៃជីវិតមនុស្សយើងម្នាក់មិនដូចគ្នាទេអ្នកខ្លាំងកើតមកជាមួយនឹងការមានបានអ្នកខ្លាំងចាប់ផ្ដើមពីចំណុច0ចាប់ផ្ដើមពីចំណុចដែលក្រលំបាកគ្មានអ្វីដូចគេដទៃតែបើទោះបីជាអញ្ចឹងក៏ដោយយើងមិនចាំបាច់តែមានដូចគេទេកុំទៅកើតទុកជាមួយនឹងអ្វីដែលយើងមិនទាន់មានផ្ទុយទៅវិញត្រូវតែចេះអរគុណចំពោះនៅអ្វីដែលយើងកំពុងតែមានលោភលន់ច្រើនការកើតទុកក៏ច្រើនលោភលន់តិចចិត្តយើងក៏ស្រាលជាងមុនបើសិនស្គាល់ពាក្យថាគ្រប់គ្រាន់ចិត្តយើងវានឹងលែងនឿយហត់បញ្ឈប់ខ្លួនឯងកុំឲ្យរត់តាមជីវិតគេហើយក៏ងាកមកធ្វើជាខ្លួនឯងនៅក្នុង version ដែលល្អបំផុតត្រូវចេះគិតវិជ្ជមានចំពោះខ្លួនឯងនិងចេះនិយាយពាក្យស្រឡាញ់ទៅកាន់ខ្លួនឯងលើកទឹកចិត្តសរសើរខ្លួនឯងខ្លះមិនចាំបាច់អង្វរឲ្យអ្នកណាគេមកសរសើរធម្មពលល្អចេញពីចិត្តខ្លួនឯងវាប្រៀបដូចជាមេដែកដែលចាំស្រូបទាញរឿងរ៉ាវល្អចូលមកក្នុងជីវិតយើងនៅបែបដែលយើងមិនបាច់ព្យាយាមរត់តាមឡើយមនុស្សដែលមិនតបតគេមិនមែនថាគេមិនដឹងរឿងនោះទេមនុស្សដែលស្ងៀមស្ងាត់កុំគិតថាគេមិនដឹងអ្វីសោះការពិតទៅគេដឹងសឹងទាំងអស់គ្រាន់តែគេបានយល់ថានិយាយអ្វីចេញទៅមិនបានធ្វើឲ្យគ្រប់យ៉ាងល្អប្រសើរវិញឡើយអ្នកខ្លាំងមិននឹងចង់ស្ដាប់ផងគាត់ថាបានពួកគេទាំងអស់នោះចង់តែប្រកែកយកឈ្នះពួកគេត្រូវការតែប៉ុណ្្នឹងហើយមួយទៀតគេដឹងថាពេលវេលានឹងនិយាយជំនួសគេបានល្អជាងការបកស្រាយរបស់គេទៅទៀតពុកម្នាក់បានណែនាំទៅកាន់កូនពុកបានប្រាប់ទៅកាន់កូនថាចាំទុកណាកូនពុកជីវិតយើងអាចរើសវាបានអនាគតរបស់កូនមិនមែនអាស្រ័យលើជោគវាសនាឬមួយអ្នកណាគេនោះទេតែវាអាស្រ័យនៅលើអ្វីដែលកូនបានជ្រើសរើសនៅថ្ងៃនេះបើកូនរើសទៅជាមួយនឹងឃ្មុំកូននឹងបានជួបលំអងផ្កាដែលក្រអូបឈ្ងុយឈ្ងប់តែបើសិនជាកូនជ្រើសរើសទៅជាមួយនឹងរុយអ្វីដែលកូនបានជួបនោះគឺវាមានតែរបស់ដែលស្អុយរលួយដែលគ្មានតម្លៃអ្វីទាល់តែសោះបើកូនទៅជាមួយនឹងមនុស្សដែលឧស្សាហ៍កូននឹងបានស្វែងយល់ពីវិធីរលួយទៅជាមួយនឹងមនុស្សជឿច្រអូសកូននឹងមិនអាចដឹងទេសូម្បីតែចាប់ផ្ដើមយ៉ាងម៉េចទៅជាមួយនឹងមនុស្សចិត្តទូលាយកូននឹងស្គាល់ពាក្យថាចែករំលែកនៅជាមួយមនុស្សដែលមានចិត្តធម៌មេត្តាកូននឹងទន់ភ្លន់នៅជាមួយមនុស្សក្លាហានកូននឹងមិនខ្លាចការចាប់ផ្ដើមនៅជាមួយមនុស្សគិតវិជ្ជមានកូននឹងមានក្តីសុខរាល់ថ្ងៃគ្រប់យ៉ាងក្នុងជីវិតកូនវាអាស្រ័យលើកូនជាអ្នកជ្រើសរើសអ្វីល្អរឿងនោះល្អហើយនឹងរើសផ្លូវទៅរកកន្លែងដែលមានតម្លៃព្រោះតែអ្វីដែលកូនជ្រើសរើសថ្ងៃនេះនឹងក្លាយជាជីវិតកូននៅថ្ងៃខាងមុខយើងគ្មានតម្លៃយ៉ាងណាមិនសំខាន់ទេតែនៅថ្ងៃមួយយើងនឹងក្លាយជាពិភពលោកទាំងមូលរបស់អ្នកណាម្នាក់គ្រាន់តែពេលនេះវានៅមិនទាន់ដល់ពេលតែប៉ុណ្ណោះបើថ្ងៃណាមួយថ្ងៃដែលខ្ញុំនឹងបាន
ដោយគ្មានវត្តមានអ្នកនៅក្បែរវាមិនមែនមានន័យថាខ្ញុំបំភ្លេចអ្នកបានហើយនោះទេតែផ្ទុយទៅវិញវាមានន័យថាខ្ញុំអាចចងចាំរឿងរ៉ាវល្អៗរបស់យើងពីរនាក់ទុកក្នុងចិត្តបានដោយគ្មានការឈឺចាប់ទៀតគឺវាតែប៉ុណ្្នឹងឯងពុកម៉ែមិនចាំបាច់បន្សល់លុយរាប់រយលានទុកឲ្យយើងទេព្រោះបើទោះបីមានច្រើនប៉ុណ្ណាតែបើមិនចេះប្រើប្រាស់វាយ៉ាងណាថ្ងៃមួយវានឹងអស់ទៅផ្ទុយទៅវិញគួរតែបន្សល់គំនិតដែលអាចជួយឲ្យពួកគេរស់បើទោះបីជាពេលនោះគ្មានយើងនៅក្បែរហើយក៏ដោយអ្វីដែលមានតម្លៃខ្លាំងបំផុតវាអាចជាមិនមែនទ្រព្យសម្បត្តិទេតែវាគឺជាអង្គទីគារការពារជីវិតដែលគ្មាននរណាម្នាក់អាចយកវាទៅវិញបានចូលចងចាំទុករាល់ភាពជោគជ័យសិតសឹងតែមានតម្លៃដែលត្រូវដោះដូរវាគ្មានអ្វីដែលបានមកទទេឡើយសូម្បីតែក្តីស្រមៃក៏ត្រូវដោះដូរដោយការព្យាយាមអ្វីដែលអ្នកបានឃើញគេជោគជ័យនៅថ្ងៃនេះគេអាចនឹងដោះដូរជាមួយនឹងរាងកាយដែលនឿយហត់ការបាក់ទឹកចិត្តចង់បោះបង់ម្ដងសុខភាពដែលត្រូវខ្សោយចុះញើសឈាមដែលស្រក់ចេញមកគ្មាននរណាបានឃើញពេលវេលាដែលបាត់បង់ទៅជាមួយនឹងការអភិវឌ្ឍខ្លួនហើយនឹងពេលខ្លាំងវាបានដោះដូរទៅដោយការប្រើប្រាស់ជីវិតក្នុងវ័យមួយដែលយើងគ្មានថ្ងៃអាចបានវាមកវិញតែបើសិនជាយើងមិនព្រមដោះដូរអ្វីសោះកុំទៅសង្ឃឹមថានឹងបានអ្វីត្រឡប់មកវិញចង់ថយក្រោយឬទៅមុខវាមិនបានអាស្រ័យលើជើងទាំងពីរទេតែវាអាស្រ័យលើចិត្តដែលមានភាពក្លាហានគ្រប់គ្រាន់នឹងទៅមុខបន្តឬអត់ត្រូវចងចាំទុកណាវាគ្មានភាពជោគជ័យមួយណាដែលបានមកដោយគ្មានការដោះដូរជាមួយនឹងការព្យាយាមនោះទេកុំផ្ដោតសំខាន់ទៅលើអតីតកាលកុំសង្ឃឹមលើអនាគតខ្លាំងពេកត្រូវចេះមានក្តីសុខជាមួយនឹងបច្ចុប្បន្នផ្ដោតអារម្មណ៍ចំពោះតែក្តីសុខដែលនៅនឹងមុខមិនស្រវាឈោងរកអ្វីដែលហួសមៀតធ្វើឲ្យបានតែប៉ុណ្្នឹងទៅជីវិតអ្នកនឹងមានក្តីសុខហើយចាំពាក្យពុកទុកណាកូនទ្រនាប់ជើងដែលល្អនឹងនាំយើងទៅកន្លែងដែលល្អពុកគិតថាវាជារឿងពិតទ្រនាប់ជើងដែលល្អវាអាចជាមិនមែនជាទ្រនាប់ជើងដែលថ្លៃឬមួយទំនើបស្អីទេវាអាចត្រឹមជាស្បែកជើងមួយគូដែលមើលទៅធម្មតាដែលពាក់ឲ្យល្មមជើងនឹងមានអារម្មណ៍ថាស្រួលពាក់នាំយើងដើរទៅគ្រប់ទីកន្លែងមិនថាមេឃភ្លៀងឬមួយថ្ងៃក្តៅវាក៏ប្រៀបដូចជាពេលកូនរើសយកមនុស្សល្អមកធ្វើជាគូជីវិតអាចមិនមែនជាមនុស្សសង្ហាមនុស្សស្អាតមានឬមួយហៃសូស្អីទេគ្រាន់តែជាមនុស្សធម្មតាតែវាពិសេសនិងអស្ចារ្យសម្រាប់កូននៅជាមួយហើយសប្បាយចិត្តព្រមនឹងកាន់ដៃគ្នាបោះជំហានទៅមុខឆ្លងកាត់គ្រប់បញ្ហាទាំងទុកហើយនឹងសុខទៅជាមួយនឹងគ្នាពុកសូមឲ្យកូនបានស្បែកជើងដែលកូនត្រូវការហើយក៏ជាគូដែលនាំកូនទៅគ្រប់ទីកន្លែងមើលថែគ្នាទៅរហូតដល់ចាស់កោងក្នុងណាកូនបើថ្ងៃនេះអ្នកមានអារម្មណ៍ថាចង់ចោះចាញ់នៅក្នុងឆាកជីវិតសាកបើកចិត្តឲ្យទូលាយមើលឲ្យគ្រប់ទិសទីបើខ្លួនឯងមិនទាន់មានលុយសាកមើលមនុស្សអង្គុយតាមចិញ្ចើមផ្លូវពួកគេគ្មានសំបីតែកន្លែងដេកបើសិនជាអ្នកមានអំណុលសុំសម្លឹងមើលមនុស្សដែលដណ្ដើមសំបីតែអាហារឆ្កែស៊ីដើម្បីឲ្យខ្លួនឯងបានរស់បន្តបើកសិផលមិនបានល្អសាកគិតដល់មនុស្សដែលគ្មានសំបីតែដីដាំដុះបើសិនជាអ្នកបាក់ទឹកចិត្តលែងចង់បន្តឲ្យអ្នកសម្លឹងមើលមនុស្សដែលមិនធ្លាប់ស្គាល់ពាក្យថាត្រូវបានគេស្រឡាញ់បើគិតថាពេលនេះខ្លួនឯងពិបាកខ្លាំងណាស់សាកសម្លឹងមើលមនុស្សជុំវិញខ្លួនដែលអាចពិបាកខ្លាំងជាងយើងឲ្យអ្នកធ្វើបែបនេះមិនមែនចង់ឲ្យអ្នកគិតថារឿងខ្លួនឯងវាតូចជាងអ្នកដទៃតែខ្ញុំគ្រាន់តែចង់ឲ្យអ្នកសម្លឹងមើលពិភពលោកឲ្យទូលាយជាងនេះដើម្បីធ្វើចិត្តរបស់អ្នករឹងមាំនិងធំជាងមុនវាគ្មាននរណាម្នាក់មិនធ្លាប់ជួបរឿងរ៉ាវមិនល្អក្នុងជីវិតនោះទេតែនៅពេលដែលយើងសម្លឹងឃើញផលលំបាកអ្នកដទៃខ្លះយើងនឹងបានឃើញថានៅមានអ្វីជាច្រើនដែលធ្វើឲ្យយើងមានអារម្មណ៍ថាអរគុណខ្លួនឯងខ្ញុំសូមជាកម្លាំងចិត្តឲ្យអ្នកគ្រប់គ្នាមិនថាបានជួបបញ្ហាអ្វីក៏សូមឲ្យឆ្លងកាត់វាទៅឲ្យបានពិភពលោករាល់ថ្ងៃនេះកុំចិត្តល្អខ្លាំងពេកព្រោះថាអ្នកនឹងទទួលបានការមិនក្រែងចិត្តត្រឡប់មកវិញទឹកចិត្តពេលដែលឲ្យគេញឹកញាប់ពេកវានឹងក្លាយជាតួនាទីនៅពេលដែលថ្ងៃណាមួយដែលយើងគ្មានឲ្យក៏ក្លាយទៅជាមនុស្សមិនល្អដោយស្វ័យប្រវត្តិការយកឈ្នះពិតប្រាកដមិនបាច់ប្រើពាក្យសម្ដីទេមិនចាំបាច់តបតទៅវិញមិនចាំបាច់ផុសតាមបណ្ដាញសង្គមមិនបាច់ខាតពេលជាមួយសំបីតែ1វិនាទីព្រោះតែមនុស្សដែលយើងត្រូវពិសោធន៍ឲ្យឃើញមិនមែនជារូបគេទេតែគឺជាខ្លួនយើងខ្លួនឯងមិនចាំបាច់ត្រូវសងសឹកមិនចាំបាច់ត្រូវបកស្រាយគ្រាន់តែដើរទៅមុខឲ្យបានឆ្ងាយជាងមុនហើយធ្វើខ្លួនឯងឲ្យមានក្តីសុខខ្លាំងជាងមុនព្រោះតែនៅពេលដែលយើងឡើងមួយកម្រិតទៀតមនុស្សដែលយើងធ្លាប់មើលឃើញថាអស្ចារ្យនឹងធម្មតាទៅដោយយើងមិនចាំបាច់ធ្វើអ្វីការសងសឹកដែលអស្ចារ្យបំផុតគឺការដែលយើងនៅតែញញឹមបានដោយគេគ្មានផលសំខាន់ក្នុងចិត្តយើងទៀត
វាគ្រាន់តែប៉ុណ្្នឹងឯងពេលខ្លាំងបញ្ចប់គ្រប់យ៉ាងដោយភាពស្ងៀមស្ងាត់វាអាចនឹងល្អបំផុតហើយព្រោះថាមនុស្សមួយចំនួនស្ទើរខួរនិយាយទៅក៏ខាត់ពេលអត់ប្រយោជន៍សុកចិត្តនៅស្ងៀមមិនបកស្រាយអ្វីល្អជាងអរគុណបើមានខុសឆ្គងសូមអធិស្ឋានជួបគ្នានៅសំណេរក្រោយៗទៀត